សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានកន្លែងពិសេសមួយដែលចង់នាំមកបងប្អូនទាំងអស់គ្នាទៅគឺយើងត្រូវរកព្រៃជ្រាវទាំងអស់គ្នានៅខេត្តកំពង់ស្ពឺការធ្វើដំណើរនេះគឺយើងមិនមែនទៅកន្លែងដែលគេលេងសប្បាយនេះទេគឺយើងធ្វើដំណើរទៅគឺចុះចូលក្នុងព្រៃតែម្ដងបងប្អូនទាំងអស់គ្នាឥឡូវនេះគឺយើងធ្វើដំណើរចេញទៅហើយគឺជិតដល់ហើយគឺនេះគឺទេសភាពគឺស្អាតមែនទែនបងប្អូនទាំងអស់គ្នាយើងមើលទៅតាមផ្លូវទៅអានេះជាកន្លែងមួយដែលភ្ញៀវទេសចរចូលចិត្តតែឈប់ហើយថតមើលទេសភាពតាំងពីចម្ងាយពីភ្នំទៅចិត្តដល់ភ្នំយើងគេថតមើលអញ្ចឹងគឺទេសភាពស្អាតមែនទែនបងប្អូនទាំងអស់គ្នាហើយការរុកព្រៃមួយនេះគឺយើងមិនមែនទៅនេះទេគឺយើងដើរចូលដើម្បីរុករកកន្លែងដែលយើងត្រូវថតនៅវីដេអូអញ្ចឹងបងប្អូនគ្នាគឺភ្នំជ្រាវជាភ្នំមួយដ៏ស្អាតហើយមានតំបន់ទេសចរច្រើនទឹកធ្លាក់គឺស្អាតមែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាចង់ដឹងថាទេសភាពស្អាតប៉ុណ្ណាឥឡូវចូលទៅមើលវីដេអូនឹងឲ្យដល់ចប់ទាំងអស់គ្នាបងប្អូនទាំងអស់គ្នាឥឡូវនេះគឺយើងចាប់ផ្ដើមដើរចូលទៅហើយមិនមែនយើងចូលដូចខ្ញុំប្រាប់អញ្ចឹងយើងមិនមែនចូលទៅកន្លែងគេលេងទេគឺយើងដើររុកព្រៃទៅរកកន្លែងទឹកជ្រោះបងប្អូនហើយការធ្វើដំណើរនេះដែរបងប្អូនគឺយើងមិនមែនទៅតែម្នាក់ឯងទេបងប្អូនគឺយើងមានក្រុមការងារយើងទៅជាមួយហើយជាមួយពូហើយនិងជាមួយបងដែរហើយខ្ញុំប្រាប់គាត់ថាបងយើងទៅជ្រាវណាប៉ុន្តែគាត់មិននឹកស្មានថាពួកខ្ញុំនាំគាត់មកចូលក្នុងព្រៃអញ្ចឹងឯងបងប្អូនទាំងអស់គ្នាឥឡូវនេះជាមួយសកម្មភាពទាំងអស់គ្នាដែលយើងចូលទៅហើយការធ្វើដំណើរមួយនេះដែរគឺវាហត់បន្តិចមែនប៉ុន្តែសប្បាយគឺទទួលយកបាននៅទេសភាពស្អាតអារម្មណ៍ស្រស់ថ្លាដែលយើងបានចូលទៅដល់ក្នុងហ្នឹងទីមួយគឺយើងមើលទៅទេសភាពគឺស្អាតមែនទែនលក្ខណៈស្ងាត់ហើយមានទឹកធ្លាក់ទឹកហូររិចអញ្ចឹងហើយយើងបដែតអារម្មណ៍ទៅតាមសំឡេងទឹកហូរអញ្ចឹងគឺស្អាតមែនទែនបើសិនជាបានទៅលេងទៅដល់ហ្នឹងបងប្អូនទាំងអស់គ្នាកុំភ្លេចចូលទៅលេងទាំងអស់គ្នាពួកអីអាហ្នឹងយើងទៅដល់ហ្នឹងក៏អត់ទាន់ដល់រមណីយដ្ឋានទេគឺខាងក្រោមកន្លែងតែផ្លូវពិបាកហ្នឹងគឺយើងមានផ្លូវអតេះមួយគឺចូលទៅអញ្ចឹងយើងអាចចូលតាមផ្លូវអតេះហ្នឹងគឺរុកប៉ុន្តែរៀងរុកព្រៃបន្តិចមែនតែហត់ប៉ុន្តែសបាយចង់មានន័យថាសប្បាយនឹងធម្មជាតិគឺស្រស់ស្អាតមែនទែនបងប្អូនមើលទៅទឹកធ្លាក់ទៅគឺទឹកធ្លាក់លក្ខណៈស្អាតហើយយើងចូលទៅដល់ហ្នឹងយើងចង់មុជទឹកលេងក៏បានអីក៏បានមានលក្ខណៈស្ងប់ស្ងាត់មែនទែនហើយបើសិនជាយើងចង់បោះតង់បោះអីនៅហ្នឹងក៏អាចបោះតង់បានដែរនេះគឺថ្មធំមែនទែនឥឡូវនេះគឺយើងបានរៀងល្ងាចហើយគឺយើងបានរៀបចំឡើងមកវិញទាំងអស់គ្នាអញ្ចឹងអានេះយើងរៀបឡើងមកវិញហើយអញ្ចឹងបងប្អូនទាំងអស់គ្នាចូលស្ដាប់សំឡេងស៊ីនទាំងអស់គ្នាថាtênភាពemមែនទេបងប្អូនមកជ្រាវកុំភ្លេចមកលេងនៅកន្លែងហ្នឹងបងប្អូនខ្លះអត់តន់ស្គាល់ដែរបានមកដល់ឯងបានតែលេងកន្លែងដែលគេធ្វើហើយខ្ញុំកុំភ្លេចមកលេងដល់ហ្នឹងទាំងអស់គ្នាជ្រាវបងប្អូនអរគុណជឿហេវបាយអូហេវដែរហ្នឹងស្រស់គីឡូបានផែ3គីឡូដែរមួយញើសដូចចុះហែលទឹកមិនចុះហែលទឹកអត់បងអត់មានហែលទេត្រាំតែជើងឯងប៉ុន្តែជោកដល់លើក្បាលពោះទៀតនេះផុតពីការធ្វើដំណើរដល់ហត់មួយនេះហើយគឺយើងបានធ្វើដំណើរឡើងទៅរកញ៉ាំអីបងប្អូនពួកយើងអាចបានត្រៀមម្ហូបទៅញ៉ាំនៅនឹងទេគឺយើងមើលពីលើទៅគឺស្អាតមែនទេបងប្អូនគឺអាហ្នឹងលក្ខណៈគេអង្គុយជាកញ្ចុះគឺមានម្ហូបមានអីអញ្ចឹងណានេះគឺយើងដល់កញ្ចុះហើយកញ្ចុះហ្នឹងគេហៅជាន់ទី1បងប្អូនទាំងអស់គ្នាហើយយើងអង្គុយហ្នឹងគឺអង្គុយញ៉ាំអីបណ្ដាស្លាប់ទឹកជ្រោះបណ្ដាអញ្ចឹងណាគឺលក្ខណៈស្អាតមែនទេលក្ខណៈបែបធម្មជាតិអង្គុយញ៉ាំអីស្លាប់សំឡេងទឹកហូរអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាឥឡូវនេះគឺមុខម្ហូបយើងមកដល់ហើយគឺឆ្ងាញ់មែនទេហើយចំពោះម្ហូបនៅទីនោះដែរបងប្អូនទាំងអស់គ្នាគឺ
មានតម្លៃសមរម្យគឺអាចទទួលយកបានបងប្អូនទាំងអស់គ្នាគឺអត់ថ្លៃបងប្អូនទាំងអស់គ្នាអញ្ចឹងដូចតែតាមរមណីយដ្ឋានយើងផ្សេងដូចគ្នាទេអញ្ចឹងបងប្អូនទាំងអស់គ្នាឥឡូវនេះយើងកំពុងតែញ៉ាំបាយហើយពួកអីផុតពីឡើងពីដើរព្រៃមកឥឡូវដល់មកញ៉ាំបាយបងប្អូននេះគឺជាទស្សនភាពដែលយើងកំពុងញ៉ាំបាយបណ្ដើអីបណ្ដើអញ្ចឹងយើងស្ដាប់សំឡេងទឹកជ្រោះអីមើលទេសភាពអីអញ្ចឹងបងប្អូនទាំងអស់គ្នាគឺស្អាតមែនទែនហើយក៏ពីការញ៉ាំបាយរួចបងប្អូនទាំងអស់គ្នាគឺខ្ញុំបានបង្ហោះដ្រូនថតឲ្យបងប្អូនមើលនេះអាហ្នឹងគឺកន្លែងហ្នឹងគឺយើងអត់អាចចុះទៅបានទេមានតែដ្រូនទេចុះទៅបានបងប្អូនទាំងអស់គ្នាប៉ុន្តែនៅក្នុងហ្នឹងគឺស្អាតមែនទែនទេសភាពគឺស្អាតមែនទែនគឺវាជ្រៅពេកយើងចង់ចុះទៅដែរប៉ុន្តែគេអត់ឲ្យចុះខាងសហគមន៍គេអត់ឲ្យចុះព្រោះកន្លែងហ្នឹងគឺជ្រៅមែនទែនបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយអត់មានអីច្រើនទេបងប្អូនទាំងអស់គ្នាគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាជួយចុច like ហើយនិង follow page ខ្ញុំម្នាក់មួយមកអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលា